lại đi bạn chào nó cũng này hay rất tức bà group chấm điệp sốដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីទស្សនវិជ្ជានៅតំបន់ខ្សាច់សបាទនេះគឺជាបាទសាលាបឋមសិក្សាខ្សាច់សបាទអញ្ចឹងអាគារសិទ្ធិអាគារចាស់ចាស់បាទហើយមកបែកខាងបងវិញនេះខាងស្ដាំដៃនេះបាទគឺនេះបាទវិទ្យាល័យខ្សាច់សបាទវិទ្យាល័យខ្សាច់សនេះទើបតែបង្កើតទេបាទប៉ុន្តែបាទគឺបាទនេះមានមជ្ឈមណ្ឌលបាទបច្ចេកទេសសហគមន៍បច្ចេកវិទ្យាសហគមន៍បាទទើបបង្កើតទេប៉ុន្តែមានបាទកសាងឡើងបានគ្រប់បាទគ្រប់អស់លីងហើយបាទហើយសាលាក៏ស្អាតស្អាតដែរបាទនេះវិទ្យាល័យខ្សាច់សបាទនេះចឹងវិទ្យាល័យនេះស្អាតមែនទែនបាទទើបតែបង្កើតក្រោយទេប៉ុន្តែគឺមានការវិវត្តលឿនបាទនេះផ្លូវចូលបេតុងហើយឥឡូវជាប់សោហើយខ្ញុំអត់អាចចូលបានទេសោបាទបាត់អត់មានអ្នកនៅក្នុងយើងអត់អាចចូលទេបាទអញ្ចឹងនេះគឺបាទវិទ្យាល័យខ្សាច់សដែលបង្កើតក្រោយតែមានការវិវត្តលឿនហើយអញ្ចឹងផ្លូវនេះគឺយើងឆ្ពោះទៅបែកខាងអង្គរបរិយគឺនៅខុយឡើយទេបាទមិនមានផ្លូវបេតុងទេបាទហើយមានផ្ទះជាពលរដ្ឋយើងច្រើនដែរដល់នេះនេះអូចូលអុយហើយខាងនេះមានឆ្វេងណានេះមានការ៉ាសាំងដេប៉ូដេឡាមួយបាទនេះផ្ទះបងស្អាតបាទយើងមើលនេះគឺជាទស្សនវិជ្ជានៅបាទរដូវបាទឧស្សាហ៍បាទយើងមើលទឹកគឺជន់លិចច្រើនមែនទែននៅតំបន់នេះបាទខ្សែនៅលើនេះអាចធ្វើស្រោចអៀបានបាទហើយចំណែកក្រោមតើយើងស្រកទឹកទៅមិនអាចធ្វើបានបាទហើយផ្លូវនេះគឺយើងអត់សូវមានផ្ទះជាពលរដ្ឋទេបាទយើងមានមួយបាទផ្ទះមិនសូវមានទេបាទនេះផ្ទះបាត់បាទទៅរោងនេះមិនរោងអីបាត់ចោលអត់នោះបាទចំណែកទាំងសងខាងដែរគឺសងខាងផ្លូវគឺយើងបាទសុទ្ធតែបង់តែម្ដងបាទខាងនេះក៏បង់ខាងឆ្វេងក៏បង់ខាងស្ដាំក៏បង់បាទបាទទស្សនវិជ្ជាស្អាតមែនទែនបាទអញ្ចឹងពីមុនផ្លូវនេះគឺយើងពិបាកធ្វើដំណើរខែនេះអីធ្វើដំណើរបានគាត់អត់ហុយអានេះគេចាក់ដបងធ្វើចាក់ដីធ្វើដបងឲ្យអស់បាទនេះធ្វើដបងស្អាតមែនទែនអត់ទេដីលោមនេះដីគេអត់មានផ្ទះទៅបងពីមុខស្អាតមែនទែនបាទនេះផ្ទះជាពលរដ្ឋនៅដាច់ពីគ្នាកន្លែងខ្លះក៏មានជាប់គ្នាចឹងទៅផ្ទះនេះដបងស្អាតrồiតែផ្ទះខាងនៅក្រោយបាទនេះផ្ទះគាត់ទៅធ្វើឲ្យស្អាតមានរោងកាត់សក់ទៀតផ្លូវកន្លែងនេះកោងមកបងប្អូនបាទនេះកោងផឹងបាទនេះផ្ទះរបស់គេឡានចូលបាទយើងមើលនេះបង់អង្គុយភ្នែកសុទ្ធតែបង់មកអញ្ចឹងទស្សនវិជ្ជាខែនេះគឺយ៉ាងដែរព្រោះមានទូកកណូតអីបើគឺសបាយលេងទឹកខែនេះ
គេលក់គ្រឿងគ្រឿងអសកម្មអីមានប្រាសាំងទៀតបាទនេះទឹកហត់ទៅភ្នែកអង្គដល់ណាដល់ណីបាទនេះធៀបដូចទលេហ្នឹងខែនេះប៉ុន្តែជាបឹងឯងបាទដោយសារវាជន់លិចបាទអញ្ចឹងនៅតំបន់ពុកម៉ែបងប្អូនមិនដឹងថាមានលក្ខណៈបែបណាទេបើបងប្អូននេះអាចខមមិនប្រាប់ខ្ញុំផងបាទថតរូបឲ្យខមមិនណាបាទនេះស្ពានគេបាទអូធំមែនទែនបាទស្ពាននេះនេះអត់ស្ពានហើយស្ពាននេះធំមកមានប្រវែងប្រហែលជាចូល30 ម៉ែត្រទៅទុយភ្នែកទឹកខ្ញុំអត់ដឹងទៅដល់ណាដល់ណីទេទឹកនេះខ្លាំងនេះផ្លូវចូលផ្ទះគេនេះបាទមានផ្ទះនៅខាងនោះអូវាបង់ហ្មងធ្វើចលកាសល្អបាទនេះស្រូវអ៊ីធំហើយបាទត្រឡប់នេះបាទនោះផ្ទះអូខ្វាយបាទផ្ទះនេះមានដើមចេកបាទដើមអីខ្លះបាទផ្ទះគាត់ធំអូផ្ទះអ្នកធ្វើលូបាទនៅនេះខ្យល់អាកាសបរិសុទ្ធខែនេះបាទនេះយើងមានផ្លូវតាមព្រែកខាងនេះនេះផ្ទះបាទគាត់ធ្វើស្អាតណាបាទអញ្ចឹងបឹងនេះជីអូយអត់ផុតទេបាទគឺឆ្ងាយមែនទែនបាទហើយមានផ្ទះមួយស្អាតមែនទែនបងប្អូននេះបាទនៅដាច់ពីគេអញ្ចឹងមើលទៅវាស្អាតបាទហើយមើលទៅខ្សែក្បែរផ្ទះនេះក៏ជ្រោតដែរបាទកន្លះខែជាងទៀតជ្រោតទៅល្អបាទនៅពេលផ្ទះទៅធ្វើថ្មីអូស្អាតមែនទែនបាទផ្ទះចឹងមួយគឺគាត់នឹងល្អមកវិញបាទតាមដៃគេបាទធ្វើរងជុំវិញទៀតមកស្អាតបាទចឹងផ្លូវនេះដែរបើយើងជិះត្រង់គឺយើងបុកទៅផ្នែកខាងគោផ្លូវគោបរិយបាទនេះមានស្លាបថយគឺទៀតបាទនេះផ្ទះពលរៀងជាប់នេះបាទ3-4គ្រួសារតែនេះបាត់វាចោលតែនេះជាមកដែរបាទស្អាតមែនទេពីឡានទីរោបាត់ចិត្តឆឹងបាទអូត្រកខាងមុខយ៉ាងម៉េចទេម៉ូតូបាទអូយដល់ហើយគេបោះសាំងនេះអីបាទនេះបាត់សោចោលតែមានទឹកនៅអត់ទេស្ងាត់ណាបាទហើយចំណែករោគនេះក៏ចឹងដែរបាត់ចិត្តឈឹងបាទជាអត់មានទឹកនៅទេស្មៅវិញផ្ទះអីបាទនេះនេះឲ្យម៉ាស៊ីនបងប្អូនយើងចោលនេះវាបង់ទៅបងប្អូនមើលទៅស្បាយមែនទេហើយចំណែកខាងនេះក៏ដូចគ្នាបាទហត់ទៅយភ្នែកបាទមើលឃើញនៅភ្នំច្បាប់មើលឃើញច្បាប់ភ្នំពិសោបាទហើយនេះគឺបង់មែនទេបាទសាបក៏ធ្វើអីទេបាទនេះគឺយើងលៀងទៅមកបរិយបាទយើងមើលឃើញទៅមុខឆ្ងាយហ្នឹងគេហៅភ្នំបរិយបាទ
ទៅក្បែរនេះគេផ្លូវនេះគឺគេមានដាក់គុំជ្រៀងមកឲ្យរបបបាក់ដែរបាទនេះសម្រាប់ទប់នេះបងប្អូនបាទគឺដាក់ផុតតែម្ដងនេះមកផ្លូវហ្នឹងទឹកពេលខ្លះវាជិតលិចផ្លូវហ្នឹងដែរបាទសងខាងគឺគេធ្វើអញ្ចឹងដូចគ្នាបាទអ្នកមើលមករៀនទៅយើងរៀនតាមទៅនេះបាទភូមិនៅក្នុងភូមិនេះក៏មិនសូវមានផ្ទះច្រើនដែរបាទផ្ទះមួយទេបាទនោះផ្ទះនោះក៏ដល់ដាច់ដែរបាទនៅផ្លូវចូលតាមណាបាទនេះមានទូកឬក៏អូនេះបាទអូនេះផ្លូវចូលតាមច្រកនេះបាទនេះផ្លូវចូលភូមិនេះគេផ្ទះក៏មិនសូវសម្បូរដែរបាទជាប់បឹងបាទចឹងផ្លូវនេះពីមុនទៅពិបាកធ្វើដំណើរតែឥឡូវបាទគេនាំគ្នាបាទអភិវឌ្ឍផ្លូវនេះបានស្រួលធ្វើដំណើរអាចឆ្លងទៅមកដោយមិនបាច់បាទជិះទូកឡងដូចពីមុនទេបាទពីមុនដល់ជិះទូកឡងបាទនេះដីកំណើតនៃកម្ពុជាយើងពីមុនបាទទៅនោះគឺនៅគោអីហ្នឹងបាទដីគោបដៃបាទអញ្ចឹងកន្លែងនេះបាទដោយសារតែយើងអត់បានបាទដាក់សំណាញ់លូហើយនឹងថ្មទប់ជើងខាងនេះបដាឲ្យផ្លូវយើងបាក់នេះពេលទឹកឡើងមកល្ងបាក់ជ្រៀងអស់បាទអញ្ចឹងកន្លែងហ្នឹងសូមឲ្យបាទថ្នាក់ដឹកនាំយើងបាទធ្វើដូចនៅបាទខាងលិចមកវិញបាទដើម្បីកុំឲ្យខូចផ្លូវបាទនេះបាក់ច្រើនណាស់ឆ្នាំនេះបាទអញ្ចឹងតពីខែប្រាំងទៅយើងបាទគួរតែធ្វើដូចខាងលិចទៅផ្លូវយើងជាប់បានយូរបាទនេះអូស្រកទៅវិញនេះតាមទឹកស្រកទៅវិញបើសិនជាទឹកឡើងមកជន់ទៀតរលាកបោកបាក់ផ្លូវហ្នឹងអស់ហើយបាទស្ដាយផ្លូវបាទធ្វើបានស្អាតហើយបាទអញ្ចឹងសូមអាជ្ញាធរមានបាទដែលពាក់ព័ន្ធបាទខែប្រាំងឡើងយើងសាមគ្គីគ្នាធ្វើដូចទៅផ្លិចឲ្យស្អាតវិញបាទបាទខាងនេះអត់អីបងប្អូននេះវាចំកន្លែងវិញវាចំងប់តាមវាបាក់បងនេះវាបាក់បាទកន្លែងណាចំងប់តាមវាបាក់មែនទេបាទនេះបាទលក់មកក្រមបាទអញ្ចឹងលក់មកក្រមផ្លូវយើងវាបាក់បាទនេះបាទលក់មកក្រមអញ្ចឹងទៅធ្វើឲ្យផ្លូវយើងវាបាក់ដើនេះពីខាងជើងខ្យល់មកបាទមកគឺស្នាមបាក់បាទអញ្ចឹងបើយើងធ្វើឲ្យស្អាតដូចទៅខាងលិចបាទឃើញធានាថាផ្លូវនេះអត់សំណាទេបាទអញ្ចឹងសង្ឃឹមថានឹងបាទធ្វើដូចទៅខាងលិចបាទអញ្ចឹងនេះបាទបង់យើងនេះធំបាទយើងកំពុងតទៀតបាទចង់ដឹងថាផ្លូវហ្នឹងហត់ទៅវាមានអានបែបណាបាទយើងណាមួយចោលបាទដល់ទឹកភាពបាទហត់ផ្លូវបងនេះតែស្អាតតែបាទចង់ដឹងមើលចង់មកដើរពីច្រកនេះយូរហើយបាទថាវាមានភាពបែបណាឥឡ
nghe làm ho đi phá cái ta vào ăn về vậy nó bị gì mà đi cười đấy mà tôi chứ suy bán đấy không chuối sắp con bỏ tôi tay rồi bán hết không ô anh chỉ là nãy tay cái miếng xoáng rồi bọn ô tay xoáng ở sâu àนี่ด้วยต้นสมบูรณ์miền Bắc đây là cứ sạch cái tên này và lưng ở miền Bắc đây thì và nơi này lá này và số trai ấy trái và cho nó bọc kia lâu đi muốn của bạn cái tên là lâu bạn làm coi là đi vào thì hơi biết là cao như những cái lái lo và biết hơi sát đi sát nhiều biết đi ô biển này ngái rồi miền này họ lấy biển đi vào hai chi mà rồi mai chiến rồi nâng cái spear này cái hồn và spear tụm nút đạch ra